ស្នើលើកពេលកិច្ចប្រជុំ JBC ជាលើកទី2ដោយលើកហេតុផលថាត្រូវរងចាំគណៈរដ្ឋមន្ត្រីថ្មីបន្ទាប់ពីការបោះឆ្នោតនៅដែនខេត្តកុម្ភៈតើការពន្យាពេលនេះមានន័យយ៉ាងដូចម្តេចចំពោះព្រំដែនកម្ពុជាហើយកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីការពារទឹកដីខ្លួនសួស្តីប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីជនរួមជាតិជាទីស្នេហាកាលពីថ្មីនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានសំខាន់មួយអំពីការពន្យាពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃកម្ពុជាបានស្នើឲ្យមានកិច្ចប្រជុំនេះនៅសប្តាហ៍ទី2ឬទី3ខែមករាឆ្នាំ2026នៅខេត្តសៀមរាបដើម្បីដោះស្រាយបញ្ហាព្រំដែននិងការវាស់វែងលើដីជាក់ស្ដែងប៉ុន្តែភាគីថៃបានឆ្លើយតបស្នើលើកពេលវិញជាលើកទី2ដោយលើកហេតុផលថាពួកគេត្រូវរងចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាជិកថ្មីនៃគណៈកម្មាធិការ JBC បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈខាងមុខន័យមួយគឺថៃកំពុងស្ថិតក្នុងដំណាក់កាលរដ្ឋាភិបាលចាំផ្ទះដែលធ្វើឲ្យស្ថាប័ននយោបាយមិនទាន់មានសិទ្ធិពេញលេញក្នុងការសម្រេចចិត្តលើកិច្ចការអន្តរជាតិធំៗប៉ុន្តែកម្ពុជាមិនបានអង្គុយរង់ចាំទេក្នុងអំឡុងពេលដែលកិច្ចប្រជុំ JBC មិនទាន់អាចធ្វើបានកម្ពុជាបានស្នើទៅភាគីថៃជាផ្លូវការតាមរយៈកំណត់ទូតចុះថ្ងៃទី13ខែមករាឆ្នាំ2026ដើម្បីពន្លឿនការងារលើដីជាក់ស្ដែងចំណុចសំខាន់ទី1គឺការស្នើឲ្យក្រុមវាស់វែងចម្រុះរបស់ភាគីទាំងពីរចុះទៅលើដីម្ដងទៀតដើម្បីបន្តការបោះបង្គោលបណ្ដោះអាសន្ននៅតំបន់ព្រំដែនសំខាន់ចម្លក់បង្គោលលេខ42ទៅ47និង52ទៅ59នៅចន្លោះថ្ងៃទី19ដល់23ខែមករាឆ្នាំ2026តំបន់ទាំងនេះគឺជាតំបន់ដែលធ្លាប់បានចាប់ផ្ដើមវាស់វែងតាំងពីខែវិច្ឆិកាឆ្នាំ2025ប៉ុន្តែត្រូវផ្អាកនៅថ្ងៃទី8ខែធ្នូដោយសារជម្លោះប្រដាប់អាវុធនិងការឈ្លានពានលើទឹកដីកម្ពុជាចំណុចទី2ដែលកម្ពុជាស្នើគឺឲ្យមានការចុះដំណើរការវាស់វែងនៅចន្លោះថ្ងៃទី26ដល់30ខែមករាឆ្នាំ2026ដើម្បីសាងសង់ឡើងវិញបង្គោលព្រំដែនចំនួន15ដើមតាមគំរូដើមសម័យបារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរធ្លាប់ឯកភាពគ្នានេះមានន័យធំមួយគឺកម្ពុជាមិនអនុញ្ញាតឲ្យមានការបំផ្លាញឬផ្លាស់ទីបង្គោលព្រំដែនតាមអំពើកម្លាំងដោយគ្មានការយល់ព្រមពីភាគីទាំងពីរបង្គោលព្រំដែនមិនមែនជាដុំថទេវាជាសញ្ញានៃអធិបតេយ្យភាពនិងបូរណភាពទឹកដីសេចក្តីប្រកាសរបស់កម្ពុជាក៏បានយោងទៅសម្ដីនាយករដ្ឋមន្ត្រីថៃលោកអេនូទីនឆានវីរ៉ាគូលដែលបាននិយាយថាក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះកិច្ចប្រជុំ JBC ថៃកម្ពុជាមិនអាចធ្វើបានទេពីព្រោះអាណត្តិប្រធាន JBC បានបញ្ចប់នឹងរដ្ឋាភិបាលចាស់ប៉ុន្តែក្រុមការងារបច្ចេកទេសនៅតែបន្តការងាររបស់ខ្លួននេះបញ្ជាក់ថាថៃទទួលស្គាល់ថាបញ្ហានេះជាបញ្ហានយោបាយផ្ទៃក្នុងមិនមែនជាការបដិសេធបច្ចេកទេសឡើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាប្រកាន់ជាប់ខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មាធិការបារាំងសៀមដោយគោរពច្បាប់អន្តរជាតិគោលការណ៍ Uti Postiritis Juris ខ្សែព្រំដែនមិនកែប្រែសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែននិងសំខាន់ជាងគេកម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងយោធាសរុបមកការស្នើលើកពេល JBC ជាលើកទី2ពីភាគីថៃបង្ហាញថាបញ្ហានយោបាយផ្ទៃក្នុងថៃកំពុងពន្យាពេលដំណោះស្រាយព្រំដែនប៉ុន្តែកម្ពុជាមិនរងចាំដោយស្ងាត់ស្ងៀមទេយើងកំពុងរុញច្រានការវាស់វែងការបោះបង្គោលនិងការការពារទឹកដីតាមច្បាប់អន្តរជាតិនិងវិធីសាស្ត្របច្ចេកទេសនេះគឺជាសង្គ្រាមនៃច្បាប់មិនមែនជាសង្គ្រាមនៃអាវុធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមអំពាវនាវដល់ជនរួមជាតិនិងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាដែលជានិច្ចតែងតែប្រកាន់ជាប់នៅមនោសដាវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឲ្យដំប្រយោជន៍ជាតិជាធំពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិយើងខ្ញុំនឹងតាមដានព័ត៌មាននេះឲ្យជាប់និងរាយការណ៍ជូនបន្ថែមទៀតបើសិនទទួលបានព័ត៌មានថ្មីសូមអរគុណ